សួស្តីទាំងអស់គ្នាខ្ញុំសូមនេះយើងមកសម្រាយរឿងមួយដែលមានចំណងជើងថាចាស់ Twilight សម្រាប់អ្នកចង់បាកាហ្វេខ្ញុំអាចដូនេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះយូចិនយ៉ងខ្ញុំបានសួរថាតើអ្នកស្គាល់ពួកក្រិតជននោះដែរឬទេតើម៉ាក់កំពុងនិយាយពីអ្វីតើអ្នកទាំងពីរចិត្តស្និទ្ធនឹងគ្នាទេអ្នកបាននិយាយកាលពីលើកមុនថាអ្នកទាំងពីរបានសរសេរលិខិតសំទោសតើខ្ញុំមិនបានប្រាប់អ្នកទេឬទោះបីជាខ្ញុំចូលចិត្តគាត់ក៏ដោយក៏ខ្ញុំមានរឿងមួយដែលខ្ញុំធ្វើមិនចូលចិត្តអំពីគាត់ពីព្រោះអ្នកមិនអាចមើលរំលងសាវតាដែលពួកគេធំធាត់ឡើងនោះទេតើគាត់ដឹងទេថាខ្ញុំមិនចូលចិត្តអ្វីអំពីជន់យ៉ងខ្ញុំមិនដឹងទេហើយវាមិនសំខាន់ទេម៉ាក់កំពុងតែឆ្ងល់ម៉ាក់ដឹងទេថាជន់យ៉ងជាសិស្សពូកែជាងគេនៅក្នុងសាលាយើងមែនទេចំណាត់ថ្នាក់ជាតិរបស់គាត់គឺស្មើគ្នាពោះជារបស់ខ្ញុំការល្ងងមិនមានន័យថាគាត់ល្ងងទេវាដោយសារតែគាត់មិនដឹងថាទោះបីជាគាត់សិក្សាបានល្អប៉ុណ្ណាក៏ដោយគាត់មិនអាចស្ថិតនៅកម្រិតដូចគ្នាបានឡើយអាណិតក្មេងឆ្លាតណាស់គាត់មិនដឹងពីរបៀបយល់ចិត្តមនុស្សទេហើយក៏គ្មានតែកុសលសម្រាប់វាដែរកុំនិយាយអីដូចនោះអំពីគាត់អីសឹងវូនអ្នកមិនគួរនិយាយអញ្ចឹងទេខ្ញុំជឿថាកាលណាអ្នកមានកាន់តែច្រើនអ្នកក៏គួរជួយអ្នកដទៃកាន់តែច្រើនដែរប៉ុន្តែបើវាជាអ្វីមួយដែលពាក់ព័ន្ធនឹងអ្នកខ្ញុំមិនអាចនៅស្ងៀមក្នុងនាមជាម្ដាយរបស់អ្នកបានទេខ្ញុំមិនទាន់បាននិយាយជាមួយគាត់បែបជីនសូម្បីតែម្ដងពួកយើងមិនសាសនាទេប៉ុន្តែអ្នកបានយកបញ្ហានៃការសុំទូរស័ព្ទទៅស្ថានីយ៍ប៉ូលីសដើម្បីស្វែងរកអ្វីដែលបានកើតឡើងពិតប្រាកដមែនទេជាការពិតណាស់អ្នកមានសេរីភាពក្នុងការសួរប្រធានគីមអ្វីដែលអ្នកត្រូវការគ្រាន់តែចាំរឿងមួយជំនួសឲ្យការព្យាយាមសម្អាតទឹកកកវាកាន់តែងាយស្រួលក្នុងការសិក្សាទឹកស្អាតពីការខ្លាចជាភក់តាំងពីដំបូងជំនួសឲ្យការព្យាយាមសម្អាតទឹកភក់ខ្ញុំមិនមានចំណងអាហារទេហើយខ្ញុំនឹងមានអាហារពេលល្ងាចនៅពេលក្រោយវាជាការផ្ដល់ឲ្យយ៉ាងណាមិញនាយកគីមគឺជាមនុស្សរបស់ម៉ាក់ដោយសារតែខ្ញុំជាកូនប្រុសរបស់នាងគាត់គោរពខ្ញុំប៉ុន្តែគាត់មិនគោរពតាមខ្ញុំទេប៉ុន្តែខ្ញុំនៅតែអាចទទួលបានព័ត៌មានតាមរយៈគាត់បានចាប់ផ្ដើមនៅរសៀលថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងផ្លូវតូចមួយក្បែរបារមួយជនរងគ្រោះត្រូវបានវាយដំដោយអាវុធហើយរងរបួសយ៉ាងធ្ងន់ធ្ងរហើយបច្ចុប្បន្នគឺអ៊ីនណាកូម៉ាមុនពេលជនរងគ្រោះបាត់បង់ស្មារតីពួកគេបាននិយាយថាសម្លៀកបំពាក់ងងឹតខ្ពស់និងសាងសង់យ៉ាងក្រាស់ហើយបន្ទាប់ពីបាននិយាយជាមួយម្ចាស់ហាងលក់គ្រឿងបរិក្ខារនៅក្បែរនោះពួកគេបានរកឃើញបុរសម្នាក់ដែលសមនឹងកាយពណ៌នារបស់សាក្សីខ្ញុំចាំគាត់ច្បាស់ណាស់គាត់បានឈប់នៅហាងរបស់យើងគាត់ដើរជាមួយក្មេងស្រីពាក់មួកខ្មៅឆ្ពោះទៅផ្លូវតូចម៉ូតែលនៅក្នុងពន្លឺថ្ងៃដ៏ធំរងល្វើយខ្ញុំគិតថាពិភពលោកជិតដល់ទីបញ្ចប់ហើយតើអ្នកចងចាំទេមុខរបស់គាត់ជាការពិតណាស់គាត់មើលទៅគួរឲ្យខ្លាចណាស់ហើយរបស់គាត់និងចិញ្ចើមរបស់គាត់វាមិនពិបាកក្នុងការស្វែងរកខុនបែបជីនដែលស្រដៀងនឹងគំនូរព្រាងនៅក្នុងសង្កាត់ជនបទនេះទេតើវាមិនមើលទៅដូចជាខុនបែបជីនទេឬគាត់ល្បីល្បាញដោយសារតែអ្នកបង្កបញ្ហាក្នុងចំណោមសាលារៀនក្បែរនោះការខ្ញុំទទួលបន្ទុកករណីអំពើហិង្សាក្នុងសាលារៀនខ្ញុំបានតាមដានវាយ៉ាងយកចិត្តទុកដាក់ប៉ុន្តែវាហាក់ដូចជាគាត់បានចូលទៅក្នុងរឿងធ្ងន់ធ្ងរមួយនៅទីនេះខុនបែបជីនដែលធ្លាប់ជួបប្រទះនឹងប៉ូលីសនៅសាលាបានសហការយ៉ាងល្អអាកប្បកិរិយានៅហាក់ដូចជាគាត់ខំសម្បាដែលជាប់ពាក់ព័ន្ធនឹងរឿងរំខានមួយនៅពេលនោះប៉ូលីសក៏គិតដោយវិចារណាថាពួកគេបានទទួលកំហុសហេតុផលសម្រាប់ខុនបែបជីននៅអាកប្បកិរិយាតាំងពីរសៀលថ្ងៃសៅរ៍នៅពេលដែលខ្ញុំបានសួរគាត់សំណួរអំពីអ្វីដែលបានកើតឡើងដោយមិនបាននិយាយជាក់លាក់អំពីឧបទ្ទវហេតុនេះគាត់ត្រូវបានសួរអំពីអ្វីដែលគាត់បានធ្វើនៅថ្ងៃសៅរ៍នោះប៉ុន្តែបន្ទាប់ពីនោះគាត់ត្រូវបានបិទមាត់យ៉ាងណែនហើយមិនបាននិយាយអ្វីទាំងអស់ហើយមិនបាននិយាយអ្វីទៀតទេ
មិនថាមានសំណួរអ្វីត្រូវបានសួរទេគាត់នៅស្ងៀមពេលឃើញបទកម្មរបស់គាត់អាកប្បកិរិយារបស់មន្ត្រីប៉ូលីសបានផ្លាស់ប្ដូរផងដែរខ្ញុំគិតថាជនកំណាចនោះពិតជាជនល្មើសមែនខ្ញុំចង់មានន័យថាតើគាត់មិនបាននៅស្ងៀមគ្រប់ពេលដោយសារតែមនសិការរបស់គាត់ត្រូវបានចាក់ឬហាក់បីបានជាគាត់ជ្រើសរើសនៅស្ងៀមតែពេលទំនេរស្ងាត់យ៉ាងណាក៏ដោយយើងនៅតែត្រូវការផុសតាងយើងគួរតែត្រឡប់ទៅកន្លែងកើតហេតុវិញហើយសួរអ្នកនៅជុំវិញនោះប៉ុន្តែខ្ញុំគិតថានាយកសាលាដំបងនឹងបញ្ជូនគាត់ទៅមជ្ឈមណ្ឌលអនិច្ចជនភ្លាមខ្ញុំបានឮថាជនរងគ្រោះជាបងប្រុសរបស់មេឃុំយ៉ាងណាក៏ដោយមិនថាមេខ្លោងស្អប់ជនល្មើសប៉ុណ្ណានោះទេគាត់ពិតជាបានចាប់មនុស្សខុសមែនក្នុងចំណោមមនុស្សទាំងអស់ហេតុអីបានជាត្រូវបងប្រុសរបស់មេតបស្ថានភាពនេះមិនអំណោយផលដល់ខុនបែបជីនក្នុងវិធីជាច្រើនទេមិនទាន់មានសាក្សីនិងភស្តុតាងច្បាស់លាស់នៅឡើយទេផែនការដ៏ប្រុងប្រយ័ត្នរបស់ខុនបែបជីនគឺធ្វើតាមវាសនាដែលបានកំណត់ទុកជាមុនរបស់វាក្មេងស្រីម្នាក់ពាក់មួកខ្មៅវាជាថ្ងៃនោះថ្ងៃដែលខ្ញុំបានឃើញពួកគេទាំងពីរនៅជាមួយគ្នាហើយរត់ចេញពីឡានដើម្បីដេញតាមពួកគេវាពិតជាផ្លូវតូចមួយនៅម្ដុំនោះប៉ុន្តែពួកគេកំពុងដើរឆ្ពោះទៅកាន់ទឹកផ្ទុយពីផ្លូវតូចវាមិនមើលទៅដូចជាពួកគេកំពុងរៀបនឹងដើរតាមផ្លូវរៀងខ្លួនទេបើខុនបែបជីនបានជួបជន់យ៉ងហើយពន្យល់ពីអ្វីដែលគាត់បានធ្វើនៅថ្ងៃនោះប៉ូលីសគួរតែស៊ើបអង្កេតឲ្យបានម៉ត់ចត់ផងដែរប៉ុន្តែខុនបែបជីនកំពុងតែបិទមាត់របស់គាត់មូលហេតុនោះគឺពីព្រោះគាត់មិនចង់ប្រាប់ដើម្បីឲ្យអ្នកណាម្នាក់ដឹងថាគាត់នៅជាមួយយូជុនយ៉ងហេតុអីបានជាពួកគេត្រូវលាក់បាំងទំនាក់ទំនងរបស់ពួកគេច្រើនម្ល៉េះតើពួកគេជាបងប្អូនបង្កើតមកពីបណ្ដាយពីរផ្សេងគ្នាឬអ្វីមួយខ្ញុំចូលចិត្តគាត់ទោះបីជាយ៉ាងណាក្ដីខុនបែបជីននឹងមិនត្រូវបានចាប់គុកឡើយទោះបីជាខ្ញុំមិនបានឈរជាសាក្សីក៏ដោយជុនយ៉ងដែលជឿជាក់លើភាពគ្មានទោសបីរបស់ខុនបែបជីនច្រើនជាងអតីតប្រកាសជានឹងបង្ហាញអ្វីដែលបានកើតឡើងនៅថ្ងៃនោះទោះជាយ៉ាងណាក៏ដោយចុះបើអ្វីមិនដូចដែលខ្ញុំគិតនោះបើជុនយ៉ងមិនក្រោកឈរឡើងជំនួសគាត់ខុនបែបជីនមិនបានបង្ហាញខ្លួនទេទាំងដែលនៅក្នុងផ្ទះនោះឬនៅក្នុងសាលារៀនមានវិធីណាដើម្បីលើពីគាត់បានទេខ្ញុំមិនដឹងអ្វីទាំងអស់ហើយខ្ញុំមិនអាចធ្វើអ្វីបានឡើយខ្ញុំត្រូវការព័ត៌មានមួយចំនួនតើខ្ញុំគួរពិនិត្យមើលវាទេអំពីសហភាពរបស់ខុនបែបជីនខ្ញុំមិនមានបំណងចង់ទទួលជំនួយពីណាសង្វូនទេបន្ទាប់ពីសម្លឹងមើលកែវភ្នែករបស់គាត់ដែលស្រដៀងនឹងម៉ាក់របស់គាត់ដោយសភាវគតិអារម្មណ៍ទាំងអស់របស់ខ្ញុំបានប្រាប់ខ្ញុំឲ្យបដិសេធការផ្ដល់ជូនរបស់គាត់នៅចំណុចនេះគ្មានអ្នកណាម្នាក់ឲ្យខ្ញុំពឹងផ្អែកបានឡើយខ្ញុំគ្មានជំរឿអ្វីក្រៅពីស្វែងយល់ដោយសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំទេសំទោសខ្ញុំបានបាត់បបលុយរបស់ខ្ញុំដូច្នេះខ្ញុំបានមកសួរតើមានអ្វីត្រូវបានរកឃើញនៅក្នុងរបស់បាត់ឬអត់តែមិនដូច្នោះទេតើខ្ញុំអាចរាយការណ៍អំពីកាបូបលុយដែលបាត់របស់ខ្ញុំបានទេខ្ញុំមានរបស់សំខាន់មួយនៅក្នុងកាបូបរបស់ខ្ញុំដូច្នោះពិតទៅនេះមិនមែនជាផ្នែកមួយនៃកាតព្វកិច្ចរបស់យើងទេប៉ុន្តែតើអ្នកប្រហែលជាមានលុយច្រើននៅក្នុងកាបូបនោះហើយមែនទេខ្ញុំមានរូបភាពម្ដាយខ្ញុំកាលគាត់នៅក្មេងនៅទីនោះស្វែងរកឲ្យលឿនបើមានកាបូបលុយនៅក្នុងនោះបាត់បង់នឹងរកឃើញតើកាបូបរបស់អ្នកមើលទៅដូចអ្វីដែរវាមានពណ៌ខ្មៅហើយវាមើលទៅដូចជារឿងធម្មតាណាហើយវាចាស់ហើយយើងពិតជាមានកាបូបលុយប្រភេទនោះនៅទីនេះមែនប៉ុន្តែតើអ្នកអាចវិពណ៌នាអំពីកាបូបលុយរបស់អ្នកបន្ថែមទៀតបានទេអ្វីមួយដែលប្លែកហើយតើអ្នកបានបាត់បង់វានៅពេលណានិងនៅកន្លែងណាប្រហែលជាខ្ញុំបានទម្លាក់វាចោលពេលខ្ញុំនៅកណ្ដាលទីក្រុង